บสู้เนี่ยแต่งគ្នាថ្ងៃនេះខ្ញុំមាន blog ថ្មីមួយហើយ blog នេះដែរគឺខ្ញុំនាំអ្នកទាំងអស់គ្នាដើរកំសាន្តម្ដងខុសប្លែកពីរាល់ដងខ្ញុំតែងតែធ្វើវីដេអូតាក់ទងជាមួយនឹងព័ត៌មានឬមួយក៏តាក់ទងជាមួយចំណេះដឹងផ្សេងៗជាដើមអញ្ចឹងណានៅក្នុង channel របស់ខ្ញុំតែថ្ងៃនេះរៀងប្លែកព្រោះដោយសារតែខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅដើរលេងទស្សនាឬមួយក៏ទៅស្ទូចថៃម្ដងមើលកុំឲ្យធុញពេកអញ្ចឹងណាអូខេឥឡូវយើងបានមកដល់កន្លែងជួបជុំគ្នាហើយកន្លែងដែលយើងជួបជុំគ្នានោះគឺនៅមុខអគារ AVA Head Office តែម្ដងអ្នកគ្នាខ្ញុំសុទ្ធមកហ្នឹងខ្ញុំគិតថាខ្ញុំមកយឺតជាងគេហើយព្រោះចេញពីផ្ទះមកម៉ោង5ជាង7 6ហ្នឹងហើយណាត់គ្នាម៉ោង6តែមានអីព្រោះដោយសារពេលដែលមកដល់ហ្នឹងគឺមានបងខ្លះគាត់ទៅតែមកដល់ដូចគ្នាអញ្ចឹងណាដែលសពដងយើងទាំងអស់គ្នាហើយពួកយើងក៏បាននាំគ្នាទៅទិញកាហ្វេញ៉ាំព្រោះដោយសារវាគឺជាទម្លាប់យើងហើយមិនមែនថាពួកយើងញៀនទេតែគ្រាន់ថាយើងញ៉ាំរាល់ព្រឹកអញ្ចឹងណាហើយបន្ទាប់ពីយើងបានទិញកាហ្វេហើយយើងក៏បានត្រឡប់មកកន្លែងឡានរបស់យើងវិញដែលមកដល់ភ្លាមអ្នកទាំងអស់គ្នាគឺយើងបានជួបជុំគ្នាហើយយើងក៏បានរៀបចំឡានទៅលើរថយន្តដើម្បីចេញដំណើរទៅតែម្ដងហើយពួកយើងបានជួបជុំគ្នាណាត់គ្នាថាចេញទៅម៉ោង6ប៉ុន្តែមិនបានម៉ោង6ណាម៉ោង6 1នាទីបានយើងចេញនិយាយលេងអ្នកទាំងអស់គ្នាម៉ោង7បានយើងបានចេញតើឥឡូវយើងមកមើលទេសភាពដែលយើងបានជិះដំណើរទៅតាមផ្លូវយើងបានថតរូបជុំគ្នាខ្លះៗដែរហើយអ្នកទាំងអស់គ្នាពេលដែលយើងឡើងលើរថយន្តហ្នឹងម្នាក់ដូចរៀងស្ងាត់ស្ងៀមដបងអញ្ចឹងណាព្រោះដោយសារតែយើងខកពីព្រលឹមពេកអញ្ចឹងទៅម្នាក់រៀងនៅអត់អស់នឹងងួយទេអញ្ចឹងម្នាក់ខ្លះក៏គាត់គេងអញ្ចឹងទៅហើយក៏យើងបានមកដល់ផ្លូវលបឿនលឿនរឿងមួយដែលយើងបានជួបណាអ្នកទាំងអស់គ្នាបានដឹងអត់គឺឡានរបស់ពួកយើងដែលយើងជិះហ្នឹងណាដល់ផ្លូវលបឿនលឿនហើយប៉ុន្តែតកង់ណាគាត់នៅតែបើកយឺតយើងសួរទៅបានគាត់ឈប់ហើយបានគាត់ប្រាប់ថាឡានហ្នឹងតតែគាត់នឹងសាប់វាឲ្យឡើងសិនបានឡានហ្នឹងទៅមុខទៀតមានណាអ្នកទាំងអស់គ្នាតកង់ឡានគាត់សាប់មែនគាត់ជន់ស្អីគេហៅហ្គាអីគាត់ហ្នឹងគាត់ជន់សាប់តទៅពេលវាឡើងទៅបានឡានហ្នឹងអាចជន់ហ្គាទៅមុខតទៀតបានទៅទី1សម្រាប់ពួកខ្ញុំហើយដែលខ្ញុំទៅដឹងថាជីឡានក្រុងតសាប់ឲ្យវាឡើងសិនបានឡានហ្នឹងអាចជិះទៅមុខទៀតបានគាត់តែដឹងថាឡានអាចទៅមុខវិញបានម្នាក់គ្មានគេងគ្មានអីទៀតទេគឺមើលតែវីដេអូនេះទៅដឹងហើយនេះវាយឡើងទាំងព្រឹកតែម្ដងអ្នកទាំងអស់គ្នាអត់ខ្វល់ថាពេលណាទេគឺដឹងតែថាវាយឡើងហើយយើងជិះប្រហែលជារយៈពេល72ម៉ោងក៏យើងបានមកដល់មិនយូរប៉ុន្មានយើងក៏មកដល់ផ្លូវបំបែកតារាសាគរដែលអ្នកទាំងអស់គ្នាបានឃើញផ្លែហើយតារាសាគរហ្នឹងគាត់តែយើងឃើញភ្លាមគឺយើងដឹងហ្មងថាយើងមកដល់ខេត្តណាហើយគឺនៅក្នុងខេត្តកោះកុងអ្នកទាំងអស់គ្នាដោយសារតែគោលដៅរបស់យើងគឺយើងត្រូវទៅកោះស្ដេចអញ្ចឹងហើយយើងត្រូវដើម្បីឲ្យឡើងមកដល់ខេត្តកោះកុងដើម្បីយើងជិះទូកឬមួយក៏យើងត្រូវរកទូកអីផ្សេងៗដើម្បីយើងឆ្លងទៅអញ្ចឹងណាអ្នកទាំងអស់គ្នាហើយពេលដែលយើងមកដល់ហ្នឹងបើសិនជាអ្នកអត់តមានទូកទេយើងអាចជិះអូបវយើងអាចជិះទូកយើងអាចជិះកណូតអីបានអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនៅពេលដែលយើងមកដល់បើសិនជាយើងមានអីវ៉ាន់ច្រើនយើងអាចឲ្យបងឬមួយក៏ពូដែលគាត់នៅហ្នឹងណាគាត់មានអត្តេសគាត់អាចដាក់អីវ៉ាន់របស់យើងនៅលើអត្តេសរបស់គាត់ហើយគាត់ជួយរុញទៅដល់កន្លែងចំណតទូករបស់យើងនឹងតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងធូរស្បើយខ្លះដែរគឺគ្នាយើងបានជួបជុំគ្នាអស់ហើយយើងក៏បានដាក់អីវ៉ាន់ហើយរាល់អស់ដែរឥឡូវយើងកំពុងតែធ្វើដំណើរដើម្បីឡើងទៅដល់ទូកអ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាដែលយើងដើរទៅដល់កន្លែងដែលយើងត្រូវចុះកណូតអ្នកទាំងអស់គ្នាព្រោះដោយសារតែកណូតរបស់ខ្ញុំធំអញ្ចឹងអត់អាចចូលដល់ជ្រាំងគៀងបានទេបើសិនជាបងប្អូនណាដែលគាត់ថាទៅលេងគាត់ជិះកណូតមួយក៏អូបបទូចអាហ្នឹងគឺគាត់អាចឡើងពីឆ្នេរទៅបានប៉ុន្តែសម្រាប់ពួកខ្ញុំអត់ទេយើងជិះអាកណូតធំរបស់ resort ហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងហើយធំពេកអត់អាចចូលគៀនបានអញ្ចឹងយើងក៏ត្រូវតម្រូវឲ្យដើរឆ្លងស្ពានហ្នឹងដើម្បីចុះទៅដល់កណូតហ្នឹងបងអ្នកទាំងអស់គ្នាអាកាសធាតុថ្ងៃហ្នឹងរៀងក្តៅតិចណាស់អ្នកទាំងអស់គ្នាប៉ុន្តែវាមិនមែនជាឧបសគ្គទេព្រោះអីពួកយើងបានមកជួបជុំគ្នានេះគឺយើងបាន share experience យើងបានចែកគ្នាហើយនិយាយទៅគឺយើងដើរvớiគ្នានេះគឺមានលក្ខណៈថាសប្បាយទាំងអស់គ្នាហ្មងអ្នកទាំងអស់គ្នាអត់មានអ្នកណាគេមកលក្ខណៈកើតទុកអីទេគឺថាបើកើតទុកមកហ្នឹងគឺសប្បាយទាំងអស់ហ្មងអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនណាបើសិនជាអ្នកទាំងអស់គ្នាset មុំអីបានទៅជួបពួកគាត់ដែលធ្វើដំណើរទៅវិញខ្ញុំហ្នឹងណានិយាយមែនអ្នកទាំងអស់គ្នាគឺបាត់ stress បាត់អីអស់លេងហើយព្រោះដោយសារតែពួកគាត់ហ្នឹងគឺសុទ្ធតែគេហៅថាកំពូលមនុស្សអ្នកទាំងអស់គ្នានិយាយលេងទេពួកគាត់គឺសុទ្ធតែអ្នកចូលចិត្តសប្បាយអញ្ចឹងហើយបានជាពេលជួបពួកគាត់ទៅគឺធ្វើឲ្យយើងអស់អារម្មណ៍ពីថាសៅហ្មងឬមួយក៏ការទុកអីផ្សេងៗគឺអស់លេងហ្មងអ្នកទាំងអស់គ្នាគឺដឹងតែសប្បាយហ្មងកណូតរបស់យើងក៏បានមកដល់ដែរអ្នកទាំងអស់គ្នាអញ្ចឹងយើងកំពុងតែរៀបចំអីវ៉ាន់ដើម្បីយកទៅដាក់នៅក្នុងកណូតរបស់យើងដើម្បីយើងឆ្លងទៅខាងកោះស្ដេចគ្នារបស់យើងទាំងអស់ដូចជាចំនួន25នាក់អ្នកទាំងអស់គ្នាអញ្ចឹងជិះលើកណូតនេះទៅដូចជាអត់អស់ទេព្រោះដោយសារតែកណូតនេះវាមានទំហំធំមែនតើអ្នកទាំងអស់គ្នាមានច្រើនកន្លែងដើម្បីឲ្យយើងបានឈរលេងបានមានកន្លែងស្ទូចត្រីបានមានកន្លែងញ៉ាំអីសប្បាយអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអត់សូវជាអៀតទេអញ្ចឹងយើងក៏សម្រេចចិត្តថាយកកណូតធំនឹងត្មងទៅទោះបីជាវារៀងថ្លៃតិចមែនប៉ុន្តែវាមានផាសុខភាពសម្រាប់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាហេឥឡូវអ្នកទាំងអស់គ្នាយើងបានចេញពីកំពង់ផែហើយគោលដៅរបស់យើងគឺយើងត្រូវទៅកោះស្ដេចនេះគឺជាទស្សនវិជ្ជាតាមផ្លូវដែលយើងធ្វើដំណើរហ្នឹងណាអ្នកទាំងអស់គ្នាគឺយើងមានខ្យល់អាកាសបរិសុទ្ធមែនតើហើយ
ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងឆ្លៀតពេលដើម្បីមកលេងកោះស្ដេចឲ្យបានម្ដងអញ្ចឹងណាតាមដែលខ្ញុំដឹងពីមុនឡើយគឺអត់សូវមានអ្នកមកលេងទេកោះស្ដេចនេះអ្នកទាំងអស់គ្នាព្រោះដោយសារតែកោះស្ដេចនេះគឺជាកោះសម្រាប់តែកាណូតឬមួយក៏កប៉ាល់ធំដើម្បីគាត់ដឹកទំនិញអីផ្សេងៗអញ្ចឹងទៅគាត់ឆ្លងកាត់ហ្នឹងគឺគាត់អាចទម្លាក់ទំនិញរបស់គាត់នៅកោះហ្នឹងឬមួយគាត់អាចចូលសម្ចតដើម្បីសម្រាកម៉ាស៊ីនដើម្បីញ៉ាំអីអញ្ចឹងណាអ្នកទាំងអស់គ្នាតែដល់ពេលយូរទៅក៏ចាប់ដើមមានគេស្គាល់ថាអូមានកោះស្ដេចហ្នឹងស្អាតហ្នឹងក៏ចាប់ដើមមានមនុស្សគាត់ឆ្លងទៅលេងបដាអញ្ចឹងទៅគាត់ថតរូបផ្សេងស្អាតផុសនៅក្នុងបណ្ដាញសង្គមយើងយូរទៅកោះនេះចាប់ដើមល្បីទៅអ្នកទាំងអស់គ្នាអញ្ចឹងហើយបានជាល្បីដល់ខ្ញុំក៏បានមកលេងដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចមានពេលវេលាដើម្បីមកលេងដើម្បីយើងដឹងថាអូខេតើកោះនេះវាមានស្ថានភាពបែបណាដែរអញ្ចឹងណាអ្នកទាំងអស់គ្នាតើយើងនៅមានឱកាសដើរលេងអញ្ចឹងយើងត្រូវដើរហើយទៅលុយកាក់យើងនៅរកបានទៀតទេអ្នកទាំងអស់គ្នាអញ្ចឹងពេលខ្លះយើងត្រូវសម្រាប់គូក្បាលយើងដែរដើម្បីយើងឲ្យគូក្បាលយើង relax refresh ដើម្បីយើងរកនៅវិធីអីថ្មីហេខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចនេះតាមផ្លូវដែលយើងជិះមកហ្នឹងគឺមិនមែនមានតែកោះស្ដេចមួយទេគឺយើងមានកោះផ្សេងទៀតនៅក្នុងហ្នឹងអ្នកទាំងអស់គ្នាកោះនៅខាងឆ្វេងដៃរបស់ខ្ញុំនេះគេឲ្យឈ្មោះថាកោះស្មាច់អ្នកទាំងអស់គ្នាខ្ញុំបានដាក់សញ្ញាអ្នកទាំងអស់គ្នាបានឃើញហើយបន្ទាប់មកហ្នឹងជាប់គ្នាហ្នឹងគឺកោះ7អ្នកទាំងអស់គ្នាអញ្ចឹងកោះហ្នឹងសុទ្ធតែមានអ្នកទៅលេងតែពួកខ្ញុំមិនបានមានឱកាសទៅលេងទេអញ្ចឹងសង្ឃឹមថាជើងក្រោយយើងនឹងអាចសាកបានទៅលេងទាំងអស់គ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាឥឡូវនេះយើងក៏ធ្វើដំណើរបន្តទៅទៀតហើយអ្នកខ្លះហ្នឹងក៏កំពុងតែថតរូបលេងអ្នកខ្លះកំពុងតែដឹកយករូបភាពស្អាតដើម្បីផុសប្រអួតគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាហើយខ្ញុំអត់មានបានថតទេព្រោះដោយសារតែកន្លែងដែលថតវីដេអូអ្នកទាំងអស់គ្នាបានមើលនឹងឯងទាំងអស់គ្នាខ្ញុំភ្លេចប្រាប់ទៅពេលដែលយើងចេញពីកំពង់ផែកោះកុងមកដល់កោះស្ដេចនេះគឺយើងត្រូវចំណាយពេលជិះកណូតហ្នឹងប្រហែលជា15នាទីអ្នកទាំងអស់គ្នាអញ្ចឹងយើងបានមកដល់ខាងកោះស្ដេចហើយហើយយើងក៏បានមកដល់កន្លែងរបស់យើងត្រូវគេងដែរអ្នកទាំងអស់គ្នាមើលពីចម្ងាយទៅឃើញថាស្អាតមែនតើអញ្ចឹងយើងត្រូវចូលទៅកំពង់ផែហ្នឹងដើម្បីយើងដាក់អីវ៉ាន់ហើយយើងទៅកន្លែងគេងរបស់យើងទាំងអស់គ្នាអ្នកទាំងអស់គ្នានិយាយមែនគាត់តែចុះពីលើកណូតមកភ្លាមខ្ញុំមានអារម្មណ៍ថា fresh មែនតើហ្មងអ្នកទាំងអស់គ្នាពីទៅខ្យល់បរិសុទ្ធមកអ្នកទាំងអស់គ្នាហើយយើងក៏អត់បង្អង់ពេកដែរអ្នកទាំងអស់គ្នារៀបចំអីវ៉ាន់ហើយភ្លាមយើងក៏រៀបចំញ៉ាំបាយផ្សេងហើយយើងក៏ចុះកណូតដើម្បីទៅរកកន្លែងស្ទូចត្រីនិងចាប់កាំបម៉ាទាំងអស់គ្នាអញ្ចឹងយើងថ្ងៃហ្នឹងយើងមកគេងនៅ resort នេះអញ្ចឹងនេះគឺជាកន្លែងពួកយើងគេងអ្នកទាំងអស់គ្នាវាក្តៅបន្តិចឥឡូវខ្ញុំកំពុងតែដើរទៅឆ្នេរទៅលើផ្ទះអ្នកភូមិណាអញ្ចឹងយើងចង់ដឹងថានៅលើហ្នឹងវាមានអីខ្លះហើយឥឡូវអាកាសធាតុវាក្តៅដែរតែប្រយ៉ាងយើងមកនេះមកខែក្តៅអញ្ចឹងទៅវាអត់ភ្លៀងវាអញ្ចឹងវាស្រួលនៅលើកោះខ្ញុំឃើញកន្លែងនេះមួយមានជាដើរឡើងតែអត់ដឹងថាកន្លែងអាគាររបស់គេដែលយើងសុំគេឡើងតិចទៅកន្លែងនេះអាចមើលឃើញទឹកកោះខាងក្រោមឬសូមមានសលេងទឹកហ្នឹងអត់ទេអូវ៉ាវស្អាតណាស់អ្នកនរគ្នាខ្ញុំឲ្យមើលបន្តិចណែនិយាយទៅខាងលើគេស្អាតវ៉ាវអូចេញទស្សនវិជ្ជានៅខាងលើនេះយើងអាចមើលឃើញទឹកកោះខាងក្រោយអរគុណអញ្ចឹងអត់ចង់ឲ្យអ្នកទាំងអស់គ្នាចាំយូរទេអញ្ចឹងឥឡូវយើងក៏បានមកដល់កន្លែងដែលយើងស្ទូចត្រីដែរវាជាទស្សនវិជ្ជានៅក្នុងទូរបស់យើងអ្នកទាំងអស់គ្នាវាធំហើយអញ្ចឹងទៅយើងអាចមាន space ច្រើនដើម្បីយើងទុកកន្លែងញ៉ាំអីកន្លែងស្ទូចត្រីហើយអ្នកខ្លះចង់ជិះកាយ៉ាក់ក៏យើងមានកាយ៉ាក់ហើយអ្នកខ្លះទៀតក៏ចង់មុជទឹកក៏គាត់អាចមុជទឹកបានអញ្ចឹងណាតែសម្រាប់ខ្ញុំចូលចិត្តស្ទូចត្រីអញ្ចឹងខ្ញុំក៏នៅស្ទូចត្រីនៅលើទូហ្នឹងអញ្ចឹងទៅកន្លែងនេះអ្នកទាំងអស់គ្នាឃើញខ្ញុំអង្គុយខាំផងអីផងក្តិចផងមូលផងមិនដឹងស្អីគេខ្លះទេគឺធ្វើស្ទូចត្រីហ្នឹងឯងចង់ខ្លាយចង់អីដូចហំហានអញ្ចឹងណាអ្នកទាំងអស់គ្នាតែចុងក្រោយគ្មានចេះស្អីមកបៀកទេគឺឲ្យពូតកងទូកហ្នឹងគឺគាត់ជួយចងឲ្យដដែលទៅឲ្យស្រួលស្ដាប់ទៅគឺសំដាយសុតហ្មងណាទាំងអស់គ្នាហើយបន្ទាប់ពីយើងចងផ្លែស្ទូចហើយខ្ញុំក៏ទៅរកកន្លែងគូសោមដើម្បីស្ទូចត្រីហើយយើងក៏អត់ភ្លេចដែរអ្នកទាំងអស់គ្នាគឺម៉ាស់លីអូរបស់ខ្ញុំហ្នឹងតែម្ដងគឺពាក់ដើម្បីកុំឲ្យវាខ្មៅមុខខ្មៅមាត់អីចឹងណាអ្នកទាំងអស់គ្នាតែចុងក្រោយមានណាដូចជាភាសាដៃចឹងក៏ដោះវិញទៅស្ទូចត្រីមួយថ្ងៃឯងអ្នកទាំងអស់គ្នាគ្មានបានស្អីទេអាស្ទូចកំប៉ុងស្ទូចអីហ្នឹងហើយតែក៏ទឹកខ្ចីស្ទូចគេអាវែងហ្នឹងដើម្បីគប់ទៅកណ្ដាលតែចុងក្រោយនៅតែអត់បានដដែលហើយមិនយូរប្រហែលជើងឯកទី1របស់យើងក៏បានស្ទូចត្រីបានម្ដង2មកអ្នកទាំងអស់គ្នាគឺបងម្នាក់ទៅជាមួយខ្ញុំហ្នឹងគាត់ជួយចិត្តស្ទូចត្រីដូចខ្ញុំដែរហើយអញ្ចឹងដល់ពេលមានណាគាត់មកដាក់គ្រីមលើកឡើងមក2ជាប់គ្នាហ្នឹងហ្មងអ្នកទាំងអស់គ្នាទឹកដៃគាត់ល្អមែនតើហ្មងសាហាយភ្នែកសាហាយធំណាប៉ុនកជើងបានប្រដាប់មួយមកគីឡូយកវាទៅអាំងទៅបងទឹកទឹកគៀបគេ
គៀបអត់ cái điên từ nhẹ nó hở kiệp vậy ចូលទឹកវិញដាក់អី បងជួយយកនេះឡើងមួយ បងញ៉ាំក្តាមអត់ ក្តាមអីគេ នេះក្តាមសមុទ្រ អានេះមិនមែនក្តាមថ្មអានេះក្តាមផ្កាថ្មអូកន្លែងនេះទៅណាអូយផ្សារភ្នែកក៏យកវាទៅច្រាំងវិញខ្លាចវាឡងណាមែនអូយម៉ែឡើងលើអ្នកទាំងអស់គ្នាមិនមានលឺសលេងអីទេនេះសលេងបងស្រីម្នាក់ពាក់អាវសនេះគាត់គ្រាន់តែស្ទូចបានថៃមួយគឺគាត់ស្រែកដល់ផ្អើគេផ្អើឯងនាំគ្នាទៅមើលហ្មងអ្នកទាំងអស់គ្នាស្មានតែមានរឿងអីមែនណាគឺគាត់ស្ទូចបានថៃហើយហ្នឹងគេហៅថៃអីអ្នកទាំងអស់គ្នាតែពណ៌ស្អាតមែនតើហើយខ្ញុំក៏ដាក់ឈ្មោះឲ្យថៃហ្នឹងទៅគឺថៃអវតារអ្នកទាំងអស់គ្នាព្រោះឯសារពណ៌នេះចេញមកគឺដូចអវតារអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាថៃអវតារតែហ្មងទៅតែអត់ខ្វល់ថាថៃអីទេតែដល់លើគោកមានភ្លើងមានអីគឺដឹងថាទៅសាណាយទៅអត់តន់អស់ហើយអ្នកទាំងអស់គ្នាបងស្រីពាក់អាវសហ្នឹងដដែលទៀតហើយគឺមុនហ្នឹងគាត់គ្រាន់តែស្ទូចត្រីបានហ្នឹងគាត់ស្រែកនឹងផ្អើគេពេញហ្នឹងឥឡូវនេះគឺផ្អើគេមួយសាទៀតហើយអ្នកទាំងអស់គ្នាគឺគាត់ចុះទៅហែទឹកហើយតែពេលដឹងមិនអត់អ្នកទាំងអស់គ្នាគាត់ហែនឹងមកឆ្អែតស្រាប់តែចុងក្រោយគាត់ឡើងលើទូកមានណាឡើងមិនរួចគ្រាន់តែគ្នាដែលត្រូវលើគាត់ហ្នឹងចិត្ត4នាក់ដើម្បីលើគាត់ឡើងមកលើទូករួចអ្នកទាំងអស់គ្នាមើលតែវីដេអូនេះដឹងនេះនិយាយទៅថាឲ្យតែគេទេប៉ុន្តែភ្លេចមើលខ្លួនឯងអ្នកទាំងអស់គ្នាឃើញខ្ញុំពាក់អាអីគេពងអុកស៊ីហ្សែនពងអីនេះដើម្បីគេមុជមើលផ្កាថ្មមើលអីអញ្ចឹងណាមានស្អីខ្ញុំនេះអ្នកចូលចិត្តទឹកផងអីផងគ្រាន់តែមើលតែរូបរាងហ្នឹងក៏ដឹងដែរអ្នកថាចូលចិត្តទឹកកម្រិតណាអ្នកទាំងអស់គ្នាគឺថាចូលចិត្តលក្ខណៈកម្រិតប្រូតែម្ដងអត់ហ៊ានចុះទឹកទេអ្នកទាំងអស់គ្នាហើយគឺសុខចិត្តចំទឹកគូននៅលើទូកហ្នឹងគឺមើលទៅក្នុងបាតសមុទ្រហ្នឹងតែម្ដងតំណតែគេបញ្ចុះបញ្ចូលខ្ញុំឲ្យខ្ញុំចុះទឹកហ្នឹងបានអ្នកទាំងអស់គ្នាគឺខ្ញុំសប្បាយហ្មងដូចភេលេងទឹកយ៉ាងគឺហែទឹកខ្វៃខ្វាយគ្មានចេះស្អីទេមកពីយើងហែទឹកអត់បានសម្រាប់មកយើងក៏ឡើងមកលើទូកវិញអ្នកទាំងអស់គ្នាគឺខ្ញុំនៅតែអង្គុយធ្វើជាព្រូទូកកាយៈម្ដងអ្នកទាំងអស់គ្នាហើយជំនាញអីក៏ចេះដែរបហុបច្ចេកទេសបហុជំនាញតែម្ដងគឺទៅចេញឯណាទប់អីហើយស្អាតឡើងទូកឡើងអីចឹងណាលេងអ្នកទាំងអស់គ្នាគ្រាន់តែយើងចេះតែជួយគ្នាទៅព្រោះដោយសារតែគាត់សុទ្ធតែស្រីដែរអញ្ចឹងមានតែយើងផុសនៅក្បែរហ្នឹងអញ្ចឹងយើងជួយទប់អីឲ្យគាត់អញ្ចឹងណាដើម្បីកុំឲ្យវាឃ្លោងកុំឲ្យវាលិចកុំឲ្យវាអីអញ្ចឹងទៅឃើញពួកគាត់ស្រីនេះអ្នកទាំងអស់គ្នាខ្ញុំទៅសារពួកគាត់គឺគាត់ក្លាហានមែនតើហ្មងគាត់ហ៊ានជិះកាយៈកដាលសមុទ្រកដាលអីទៅរកកម្មប្រមាសមុទ្រឲ្យយើងញ៉ាំណាអ្នកទាំងអស់គ្នាលយហ្មងណាអ្នកទាំងអស់គ្នាមានឆ្ងល់ថាហេតុអីបានជាខ្ញុំអត់ព្រមជិះកាយៈលេងគេបាច់ឆ្ងល់ទេអ្នកទាំងអស់គ្នាព្រោះដោយសារតែខ្ញុំចូលចិត្តទឹកក៏អ្នកទាំងអស់គ្នាមើលតែវីដេអូមុននឹងបន្តិចទៅដឹងហើយថាខ្ញុំចូលចិត្តទឹកកម្រិតណាអញ្ចឹងហើយបានជាខ្ញុំនៅតែលើទូកទេអ្នកទាំងអស់គ្នាហើយនេះគឺជាកម្មប្រមាដែលពួកគាត់ចោះទៅមិញហ្នឹងគឺគាត់ចាប់បានប៉ុណ្្នឹងមកអ្នកទាំងអស់គ្នានេះនៅរស់ស្រស់ល្អណាស់ហើយចាំមើលថាតើគេរបៀបគេធ្វើហ្នឹងមិនដែរវីដេអូតិចទៀតនេះគឺនឹងមានដាក់ឲ្យអ្នកទាំងអស់គ្នាបានឃើញពីរបៀបដែលគេយកអាប្រួយរបស់វាហ្នឹងចាញ់អ្នកទាំងអស់គ្នាហើយខ្ញុំក៏បានជួយគាត់ខ្លះដែរខ្ញុំអត់សូវមានជំនាញទេប៊ីសមុតដៃពីបិសាដែរអញ្ចឹងគាត់ឈប់ទៅវិញទៅឲ្យគាត់ជួយធ្វើអីយើងអញ្ចឹងណាប៉ុន្តែខ្ញុំក៏បានជួយបកជួយអីចឹងដែរvì saoហ្នឹងយើងដឹងស្រាប់ហើយវាឆ្ងាញ់គួរសមដែរអញ្ចឹងណាអ្នកទាំងអស់គ្នានេះគឺជាវិធីដែលគេយកអាបន្លាកម្មប្រមាណហ្នឹងចេញពីខ្លួនវាអ្នកទាំងអស់គ្នាជាគេហែងជាមួយនឹងកញ្ឆែអញ្ចឹងទៅវានឹងឈប់ហើយគេហែងបដាគេចាក់ទឹកវាបដាអញ្ចឹងទៅវាក៏ឈប់ទៅតាមទឹកហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូយប់ថ្ងៃទី1ក៏បានបញ្ចប់ថប់ហ្នឹងដែរព្រោះដោយសារតែខ្ញុំអ្នកកាន់កាមេរ៉ានេះគឺខ្ញុំសុំពេលសម្រាប់ដែរដើម្បីខ្ញុំញ៉ាំអាហារពេលល្ងាចជួបជុំគ្នារាំច្រៀងហើយលេងបៀកំសាន្តអញ្ចឹងណាអ្នកទាំងអស់គ្នាឥឡូវនេះយើងមកដល់ព្រឹកថ្ងៃទី2អញ្ចឹងខ្ញុំក៏មានកង់មួយហើយខ្ញុំជិះគោគេពេញនៅលើកោះហ្នឹងតែម្ដងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានថតនៅជុំវិញកោះហ្នឹងអ្នកទាំងអស់គ្នាហើយខ្ញុំមើលការរស់នៅរបស់ពួកគាត់មួយយ៉ាងដែរអ្នកទាំងអស់គ្នាគាត់ប្រកបរបរផ្សេងគាត់លក់ដូរលក់អីដូចតែយើងនៅលើគោកដែរហ្នឹងអ្នកទាំងអស់គ្នាខ្ញុំគិតថានៅលើនេះគឺអត់ខ្វះអីញ៉ាំទេព្រោះដោយសារតែពួកគាត់មានចំណីអាហារមានការលក់ដូរអីដូចតែយើងនៅលើគោកដែរហ្នឹងអ្នកទាំងអស់គ្នាហើយប្រព័ន្ធទឹកស្អាតគេវិញគឺគេមានដូចគ្នាដែរអ្នកទាំងអស់គ្នាទាំងអស់គ្នាមិនបាច់បារម្ភទេនៅលើកោះហ្នឹងគឺសម្បូរទឹកស្អាតហ្មងអ្នកទាំងអស់គ្នាព្រោះដោយសារតែគេបានរៀបចំប្រព័ន្ធទឹកហ្នឹងឆ្លងពីខាងកោះកុងមកគេបណ្ដែតទៅយោទៅតាមក្រុមសមុទ្រអ្នកទាំងអស់គ្នាដើម្បីយកមកដាក់នៅលើកោះស្ដេចហ្នឹងផ្ទាល់ហ្មងអ្នកទាំងអស់គ្នាពិតជាលយមែនតែនអញ្ចឹងអ្នកទាំងអស់គ្នាមកលេងមិនបាច់បារម្ភរឿងខ្វះទឹកខ្វះអីទេអ្នកទាំងអស់គ្នាគឺទឹកស្អាតយើងគឺយើងមានហ្មងអ្នកទាំងអស់គ្នាខ្ញុំគិតថាមកដល់លើកោះនេះប្រហែលជាអត់សូវមានអ្នកស្គាល់គ្នាទេមានណាមកដល់លើកោះនេះជួបសត្វតែអ្នកស្គាល់អ្នកទាំងអស់គ្នាហើយមកដល់ណាមកដែរហ្នឹងហើយខ្ញុំមកដែរhello មាននិស័យហ៎
ឥឡូវយើងចូលមកដល់វីដេអូយើងវិញកន្លែងនេះខ្ញុំឮល្បីតគ្នាមកថាអ៊ីតុំគាត់លក់បាយហ្នឹងអ្នកទាំងអស់គ្នាកន្លែងគាត់ហ្នឹងគឺលក់បាយដាច់មែនតើអញ្ចឹងអ្នកដែលមកលើកោះស្ដាច់ហ្នឹងគឺភាគច្រើនគឺគាត់ដើរមកញ៉ាំអីនៅហ្នឹងអ្នកទាំងអស់គ្នាឮសូរថាបាយកន្លែងគាត់ហ្នឹងគឺឆ្ងាញ់អ្នកទាំងអស់គ្នាតែខ្ញុំអត់បានសាកឯងព្រោះដោយសារតែមនុស្សច្រើនពេកអញ្ចឹងចាំមើលឱកាសក្រោយទៅចាំមើលខ្ញុំបានសាកម្ដងអូខេអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេសម្រាប់ការធ្វើដំណើរមកកោះស្ដាច់រយៈពេល2ថ្ងៃ1យប់អ្នកទាំងអស់គ្នាអញ្ចឹងគឺយើងបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពដែរហើយអូខ្ញុំភ្លេចអ្នកទាំងអស់គ្នាមើលវីដេអូនេះមួយគឺខ្ញុំជាអ្នកបើកកណូតពីកោះស្ដាច់ទៅខាងកោះកុងវិញអ្នកទាំងអស់គ្នាលុយអ្នកក្រោយភ្ញៀវទេសចរនៅក្រោយពុំពលទូ